ខ្ញុំមានមោទនភាពដោយសារកសិករគាត់យកទៅមិនមានផលពិបាកដល់គាត់កសិករគាត់យកទៅប្រើប្រាស់គាត់ចង់បានផលិតផលល្អតម្លៃល្អហើយនឹងគុណភាពខ្ពស់សម្រាប់គាត់ដែរសម្រាប់យើងជាដេប៉ូគឺយើងពេញចិត្តនឹងការប្រើប្រាស់នឹងអីវ៉ាន់ល្អរបស់យើងផងដែរខ្ញុំឈ្មោះបៀនណៃសងរាល់ថ្ងៃនេះខ្ញុំប្រកបមុខរបរអ្នកលក់ថ្នាំកសិកម្មហើយនឹងលក់គ្រឿងម៉ាស៊ីនគ្រឿងបន្លាស់ផ្សេងៗតំបន់នេះហៅថាឃុំក្រយាស្រុកកន្ទុកខេត្តកំពង់ធំកសិករគាត់ប្រកបមុខរបរធំជាងគេគាត់ធ្វើកសិកម្មស្រែចម្ការដែលគាត់ផ្ដោតទៅលើដំណាំស្វាយចន្ទីហើយនិងកស៊ូច្រើនជាងគេនៅតំបន់ពីមុនខ្ញុំបើកដេប៉ូឃ្លាំងនៅខាងឃុំក្រយាដែរប៉ុន្តែនៅខាងតំបន់ផ្សារបាក់ស្នាវិញតែខ្ញុំបើកពីអ្នកបងប្រុសរបស់ខ្ញុំហើយចេះស្ដែងនៅឥឡូវខ្ញុំមកបែកសាខាមួយទៀតមកខាងតំពាំងឫស្សីនេះដើម្បីងាយស្រួលដល់កសិករដែលគាត់ជាមួយប្រចាំគាត់អាចមកយកអីវ៉ាន់នៅខាងនេះបានសាខាទី1បងប្រុសរបស់ខ្ញុំអ្នកមើលការខុសត្រូវនៅទីនោះសម្រាប់សាខាទី2នេះខ្ញុំអ្នកទទួលខុសត្រូវមើលការខុសត្រូវនៅខាងនេះមកដេប៉ូទី2នេះទុំតែបើកដំណើរការក្នុងរយៈពេល1ឆ្នាំទេបងតែដេប៉ូទី1យើងដំណើរការចូល3-4ឆ្នាំ5ឆ្នាំតំបន់នេះគ្រប់គ្រងច្រើនបងដោយសារទី1យើងមានសាខាទី1ស្រាប់គាត់ស្គាល់ហើយនឹងស្គាល់ពីអីវ៉ាន់ហើយនឹងផលិតផលយើងច្បាស់លាស់ណាស់មកបើកសាខាទី2នេះក៏នៅតែមានបន្តបន្ទាប់នៃភ្ញៀវថ្មីដែលគាត់សាក់លបងហើយក៏នៅតែជាប់ជាមួយប្រចាំរបស់យើងដែរនៅសាខាទី2នេះកសិករគាត់រៀងពិបាកបន្តិចដែរបងដោយសារភាគច្រើននៅខាងនេះទោះបីជាធ្វើស្រែចម្ការខាងស្វាយចន្ទីច្រើនតែក៏មានខាងដំឡូងមីច្រើនដែរអញ្ចឹងកសិករគាត់ឥឡូវមានភាពងាយស្រួលក្នុងការរុកព្រោះអីគ្រឿងបន្លាស់ម៉ាស៊ីនឥឡូវគាត់អាចប្រើជាធុងម៉ាស៊ីនធុងអាគុយយើងគាត់អាចដោះដូរនិងអាចបញ្ចូលបានមានភាពងាយស្រួលជាងមុនពីមុនគាត់ប្រើប្រាស់បែបប្រើចបតែឥឡូវគាត់ប្រើម៉ាស៊ីនលឿនហើយសុវត្ថិភាពទៀតចាគាត់មានភាពពិបាកដែរបងដោយសារគាត់ត្រូវការទៅរកស្វែងរកនៅឆ្ងាយតំបន់បន្តិចកសិករខ្លះគាត់អាចទៅរកនៅសាខាខ្ញុំទី1បានប៉ុន្តែគាត់ត្រូវការចំណាយពេលក្នុងការជិះទៅដល់ទីនោះដើម្បីមកធ្វើកសិកម្មគាត់វិញរៀងមានភាពពិបាកបន្តិចបងខ្ញុំមកបើកសាខាទី2នេះមានភាពងាយស្រួលក្នុងការគាត់អាចតេស្តអីវ៉ាន់កាត់អាចជ្រើសរើសម៉ាស៊ីនដែលគាត់ស្រឡាញ់គាត់អាចយកទៅប្រើប្រាស់សម្រាប់សាខាទី2នេះយើងមានគ្រប់ប្រភេទបងយើងមានទាំងប្រភេទម៉ាស៊ីនគ្រឿងបន្លាស់សម្ភារៈបាញ់ថ្នាំម៉ាស៊ីនកសិកម្មគ្រប់ប្រភេទមានទាំងដងមានទាំងក្បាលបូមទាំងម៉ាស៊ីនបាញ់ថ្នាំហើយនឹងប្រភេទជីកសិកម្មមានទាំងជីគ្រាប់ហើយនិងជីទឹកមានគ្រប់តម្រូវការសម្រាប់កសិករដែលគាត់ប្រើប្រាស់មួយឆ្នាំពេញតែម្ដងសញ្ញារបស់ក្រុមហ៊ុនអង្គរការ៉ាន់ធូសញ្ញាដែលកសិករគាត់ចាំច្បាស់ជាងគេគឺរូបតោខ្ញុំលក់ដាច់សឹងគ្រប់មុខឲ្យបងដោយសារនៅខាងខ្ញុំមានទាំងម៉ាស៊ីនកាត់ស្មៅផងដែរម៉ាស៊ីនកាត់ស្មៅគាត់ប្រើក្នុងការផ្លុំឬក៏ក្នុងការកាត់ស្មៅបានល្អចាបងមានការគ្រប់គ្រងខ្លាំងបងដោយសារកសិករខ្លះគឺគាត់ធ្លាប់ប្រើប្រាស់ផលិតផលរបស់យើងរួចមកហើយគាត់ក៏បានណែនាំទៅបងប្អូនឬក៏កសិករផ្សេងទៀតនៅជាប់ចការគាត់ផងដែរការផ្ដល់មតិពីកសិករមកវិញគាត់ប្រើប្រាស់ថាល្អមានភាពធន់ហើយនឹងរឹងមាំច្រើនជាងគាត់ធ្លាប់ប្រើប្រភេទមុនហើយក៏មាននឹងតម្លៃល្អសម្រាប់កសិករផងដែរតម្លៃធូរថ្លៃអញ្ចឹងគាត់ងាយស្រួលក្នុងការយកទៅប្រើប្រាស់ភាគរយច្រើនគឺកសិករគាត់ស្គាល់ទៅតាមគ្នាគាត់ណែនាំពីកសិករមួយមកកសិករមួយទៀតកសិករខ្លះដែលគាត់ឃើញរូបរាងស្អាតអញ្ចឹងក៏កសិករគាត់ចង់សាកយកទៅប្រើក៏គាត់ជាប់ចិត្តដែរមុននឹងកសិករគាត់សម្រេចចិត្តយកផលិតផលអីមួយយកទៅប្រើក្នុងដេប៉ូខ្ញុំគឺខ្ញុំមានការណែនាំហើយនឹងការតេស្តប្រាប់គាត់ជាមុននឹងឲ្យគាត់យកទៅប្រើប្រាស់ឲ្យគាត់សាកល្បងនៅក្នុងដេប៉ូចាក់សាំងតេស្តអីវ៉ាន់ឲ្យគាត់ឲ្យស្អាតបានឲ្យគាត់អញ្ជើញយកទៅផ្ទះបាទគ្រឿងបន្លាស់វិញគឺយើងមានការដោះដូរហើយនឹងមើលការខុសត្រូវឲ្យគាត់នៅក្នុងដេប៉ូខ្ញុំគឺខ្ញុំមានគ្រឿងបន្លាស់គ្រប់ប្រភេទសម្រាប់ងាយស្រួលក្នុងការយកទៅប្រើប្រាស់និងការខូចខាតអីដែលគាត់អាចចង់យកទៅប្រើបានគឺចង់ពង្រីកសាខាទី2នេះឲ្យរីកធំជាងមុនហើយបានបន្តមកទៀតបានយើងពង្រីកសាខាទី3បន្តទៅទៀតខ្ញុំមានមោទនភាពដោយសារកសិករគាត់យកទៅមិនមានផលវិបាកដល់គាត់ហើយក៏ងាយស្រួលក្នុងការប្រើប្រាស់កសិករក៏គាត់ស្គាល់នៅអីវ៉ាន់យើងច្រើនប្រភេទទៅទៀតព្រោះអីកសិករគាត់យកទៅប្រើប្រាស់គាត់ចង់បានផលិតផលល្អតម្លៃល្អហើយនឹងគុណភាពខ្ពស់សម្រាប់គាត់ដែរសម្រាប់យើងជាដេប៉ូគឺយើងពេញចិត្តនឹងការប្រើប្រាស់នឹងអីវ៉ាន់ល្អរបស់យើងផងដែរមួយទៀតក៏យើងជួយសម្រួលដល់ធនធានរបស់កសិករសម្រាប់ការយកទៅប្រើมันមានភាពផ្លាស់ប្ដូរច្រើនប្រភេទគាត់ប្រើមួយដឹងមួយចាបងមូលហេតុដែលខ្ញុំយកផលិតផលក្រុមហ៊ុនអង្គរការ៉ាន់ធូមកលក់នៅសាខាទី2ដោយសារខ្ញុំស្គាល់ផលិតផលក្រុមហ៊ុនច្បាស់ហើយនឹងស្គាល់ពីគុណភាព
មួយទៀតសម្រាប់កសិករក៏គាត់បានស្គាល់ផលិតផលនេះស្រាប់ផងដែរពាក្យច្រើនកសិករគាត់ប្រើនៅក្នុងដំណាំដំឡូងនិងប្រភេទដំណាំស្វាយចន្ទីផងដែរសម្រាប់កសិករដែលគាត់មានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ទាំងប្រភេទថ្នាំកសិកម្មហើយនិងទាំងប្រភេទគ្រឿងម៉ាស៊ីនគ្រឿងបន្លាស់គ្រប់ប្រភេទដេប៉ូរបស់ខ្ញុំឈ្មោះដេប៉ូបៀនណេស្វងបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទដូចជា068 577 547លេខ Telegram របស់ខ្ញុំមានលេខដូចជា096 399 7825សាខារបស់ខ្ញុំនៅភូមិទំពាំងឫស្សីឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំសម្រាប់សាខាទី2នេះបងប្អូនអាចមានតម្រូវការអាចមករកបានសម្រាប់សាខាទី1ក៏បងប្អូនអាចទៅរកបាននៅឃុំបាក់ស្នាឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំដូចគ្នាចាអរគុណច្រើនបង